គាត់ត្រូវគេដកតំណែងចេញឬក៏ត្រូវគេហៅថារំលាយសភាតែម្ដងហើយនឹងធ្វើការគេហៅថាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងយកនាយករដ្ឋមន្ត្រីថ្មីអញ្ចឹងណាប៉ុន្តែចុងក្រោយក៏លោកស្រីក៏បានចេញមកធ្វើគេហៅថាសន្និសីទខ្សែដៃប្រកាសតែម្ដងថាលោកស្រីនៅតែបន្តដឹកនាំក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបន្តទៀតហើយក៏បានចេញមកសុំទោសធ្វើឲ្យសំទោសក្នុងករណីដែលធ្វើឲ្យប្រជាជនថៃមានការអន់សពន្ធចិត្តទាក់ទងជាមួយនឹងការបែកធ្លាយនៅคลิปដែលលោកស្រីបានធ្វើការសន្ទនាជាមួយនឹងខាងថ្នាក់ដឹកនាំរបស់យើងគឺសម្ដេចហ៊ុនសែនដែលមានក្នុងគេថាមានប្រយោគខ្លះដែលធ្វើឲ្យប្រជាជនថៃគឺមិនពេញចិត្តជាច្រើនអញ្ចឹងណាធ្វើឲ្យប្រជាជនមានការចេញមកព្រឹកមិញហ្នឹងគឺមានប្រជាជនចេញមកធ្វើការតវ៉ានិងធ្វើការបណ្ដេញនៅលោកស្រីចេញពីតំណែងតែវាមិនមែនជាគេហៅថាมันមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការដេញលោកស្រីចេញបានទេអញ្ចឹងលោកស្រីនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីរបស់ថៃប៉ុន្តែត្រូវតាមមើលថាតើលោកស្រីបន្តពីនឹងហើយតើលោកស្រីនឹងមានគេហៅថាវិធានការនិងផែនការអ្វីផ្សេងទៀតនៅក្នុងការរក្សាតំណែងលោកស្រីបន្តទៀតបន្តតាមការដែលបាទអ្នកទាំងអស់គ្នានៅចាំគេហៅថាព្រឹត្តិការណ៍មួយគឺជាអ្នកមីងរបស់លោកស្រីអ៊ុងអ៊ីងគឺលោកស្រីអ៊ីងឡាដែលគាត់ធ្លាប់ឆ្លងកាត់នៅគេហៅថាស្ថានភាពបែបនេះដូចគ្នាគឺបន្ទាប់មានរឿងក្តីមិនមែនរឿងក្តីតែតងជាមួយថាគាត់បានធ្វើនៅខាងកំហុសដ៏ធំមួយសម្រាប់ប្រទេសប៉ុន្តែគាត់នៅតែបន្តនៅការគេហៅថារក្សាតំណែងរបស់គាត់ជានាយករដ្ឋមន្ត្រីបន្តគឺលោកស្រីគឺគាត់រើសនៅផ្លូវមួយមានផ្លូវ3ដែលត្រូវជ្រើសរើសក្នុងស្ថានភាពបែបនេះគឺមានផ្លូវ3ដែលត្រូវជ្រើសរើសមួយគឺលាជាមានតំណែង2គឺត្រូវតែបញ្ឈប់ការងាររបស់គាត់តែម្ដងដោយបោះឆ្នោតដោយសភាថាត្រូវបញ្ឈប់ការងារគាត់ជានាយករដ្ឋមន្ត្រីចេញហើយទី3គឺការរំលាយសភាចោលទាំងអស់នឹងធ្វើការគេថាបោះឆ្នោតឡើងវិញដើម្បីរើសនាយករដ្ឋមន្ត្រីថ្មីអញ្ចឹងណាប៉ុន្តែលោកស្រីយីងរ៉ាគឺគាត់ជ្រើសយកនៅទី3គឺការរំលាយសភាដើម្បីធ្វើការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីអញ្ចឹងណាព្រោះគាត់ជឿជាក់ថាសម្លេងឆ្នោតរបស់គាត់នឹងមានសម្លេងឆ្នោតច្រើនអាចគ្រប់គ្រងគាត់ហើយគាត់នឹងអាចឈ្នះនឹងត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីបន្តប៉ុន្តែការដែលគាត់ធ្វើបែបនេះបានធ្វើឲ្យបណ្ដាឲ្យមានរដ្ឋប្រហារក៏អ្នកនរគ្នាដឹងដែរថាប្រទេសថៃគឺមានការធ្វើរដ្ឋប្រហារដោយយោធាទៅលើគេហៅថារដ្ឋាភិបាលរបស់លោកស្រីយីងឡាក់នោះគឺនាយករដ្ឋមន្ត្រីដែលតំតែចោះទៅនោះគឺលោកប្រយុទ្ធច័ន្ទអូចាហើយក៏មាននៅក្នុងបណ្ដាសង្គមផ្សេង TikTok មិនថា TikTok ឬក៏បណ្ដាសង្គម Facebook ទេគឺមានការប្រៀបធៀបនៅរូបភាព2គឺរូបភាព